បើសិនជាពេលនេះអ្នកកំពុងតែខូចចិត្តជាមួយលទ្ធផលការងារដែលមិនសមតាមបំណងខូចចិត្តជាមួយនឹងស្នេហាដែលមិនយូរអង្វែងឬមួយសោកស្ដាយជាមួយនឹងផ្លូវជីវិតដែលអ្នកបានរើសតែខ្ញុំសូមឲ្យអ្នកចងចាំទុកថាអ្នកមិនបានដើរតែម្នាក់ឯងក្នុងពិភពលោកនេះទេហើយអ្វីដែលសំខាន់បំផុតនោះគឺអ្នកនៅមានតម្លៃជានិច្ចមិនថាលទ្ធផលថ្ងៃនេះវាទៅជាយ៉ាងណាការខកចិត្តមិនសមតាមបំណងវាមិនមែនជាស្នាមត្រានៃភាពបរាជ័យនោះទេតែវាគឺជាស្លាកស្នាមរបស់មនុស្សដែលហ៊ានសាកល្បងនិងហ៊ានបន្តជីវិតទៅមុខមិនឈប់ឈរកុំបោះបង់ព្រោះតែភាពឈឺចាប់កុំអស់សង្ឃឹមព្រោះតែភាពបរាជ័យរាល់ការដួលទាំងអស់ដែលអ្នកប្រឈមមុខនៅថ្ងៃនេះវានឹងធ្វើឲ្យរាល់ការងើបឡើងរបស់អ្នកនៅថ្ងៃខាងមុខរឹងមាំថិតថេរនិងជឿជាក់លើខ្លួនឯងខ្លាំងជាងមុនត្រូវតែដើរបន្តទៅមុខហាមឈប់ទោះបីជាវារៀងយឺតបន្តិចមែនតែវាក៏នឹងនៅគង់វង្សនិងធ្វើដំណើរទៅបានវែងឆ្ងាយដល់ពេលនោះអ្នកនឹងងាកក្រោយមើលវាវិញហើយក៏មានមោទនភាពលើខ្លួនឯងចំពោះផ្លូវជីវិតដែលអ្នកបានរើសកន្លងមកព្រោះថាវាបានលុតដំអ្នកឲ្យរឹងមាំរហូតក្លាយមកជាអ្នកនៅថ្ងៃនេះ